មួយចំណុចពិសេសដែលអ្នកគួរតែដឹងមុននឹងសម្រេចចិត្តជ្រើសរើសទិញ speaker B51 បាទសូមជម្រាបសួរខ្ញុំបាទឈ្មោះប្រុចរ៉ាជាប្រធានផ្នែកលោកប្រចាំនៅក្រុមហ៊ុន Limtree Electronics រយៈពេល17ឆ្នាំកន្លងមកហើយថ្ងៃនេះផងដែរខ្ញុំបាទសូមបង្ហាញនៅចំណុចពិសេសរបស់ speaker BKK B51 ចំណុចទី1ពាក់ព័ន្ធទៅលើផ្នែកសមត្ថភាពសំឡេងដោយសារ speaker នេះបានភ្ជាប់មកនៅជាមួយ speaker ចំនួន2គ្រាប់ដែលមានទំហំ4អ៊ីងនិង echo ចំនួន2គ្រាប់ទំហំ2អ៊ីងដែលពីររួមបញ្ចូលគ្នាបង្កើតបានជាកម្លាំងវ៉ាត់រហូតដល់200វ៉ាត់ដែលអាចឲ្យ speaker នេះមានសមត្ថភាពបញ្ចេញសំឡេងបុកបាស់ធ្ងន់មិនរ៉ាជាពិសេសធ្វើឲ្យអ្នកស្ដាប់យូរមិនចេញណាយមិនប៉ះពាល់ដល់វិទ្យានិងបេះដូងចំណុចទី2ពាក់ព័ន្ធទៅជាមួយនឹងបច្ចេកវិទ្យា echo speaker នេះផងដែរបានបំពាក់មកនៅជាមួយនឹងប្រព័ន្ធ echo digital រួចជាស្រេចដែលប្រព័ន្ធ digital echo នេះគឺជាប្រភេទ echo ដែលរួមបញ្ចូលជាមួយនឹង reverb delay repeat រួមជាមួយនឹង speaker រួចជាស្រេចដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការកំណត់សំឡេងដោយបងប្អូនមិនបាច់ស្រែឡើងចុះជាពិសេស speaker នេះផងដែរបានរួមបញ្ចូលជាមួយនឹង microphone ដៃចំនួន2គូដែលមានសមត្ថភាពស្រូបសំឡេងបានល្អច្រៀងពីរោះជើងចូលសាច់ភ្លេងហើយអ្វីកាន់តែល្អនោះទៀតនោះគឺ microphone ប្រភេទនេះបានភ្ជាប់មកនៅជាមួយនឹងការកំណត់សំឡេង volume ទាបខ្ពស់រួចជាស្រេចនៅក្នុងនេះតែម្ដងហើយនឹងមានប៊ូតុងមួយទៀតគឺជាប៊ូតុងកំណត់ប្រព័ន្ធ frequency ដើម្បីការពារក្នុងការឆ្លងពីបាសមួយទៅបាសមួយផងដែរចំណុចទី3ពាក់ព័ន្ធជាមួយនឹងប្រព័ន្ធ quick charge 3.0 គឺជាប្រព័ន្ធសាកភ្លើងបានឆាប់រហ័សចំណេញពេលវេលានិងមានសុវត្ថិភាពខ្ពស់តាមរយៈដូច Type C speaker នេះយើងអាចចាក់ស្ដាប់បានចន្លោះពី8ទៅ10ម៉ោងដោយសារ speaker នេះមានថាមពលថ្មរហូតដល់ 24000 mAh ឯណោះចំណុចទី4គឺជាចំណុចចុងក្រោយគឺមុខងារ True Wireless Stereo ដែលបងប្អូននិយមហៅថា TWS ហើយ TWS ផងដែរគឺមានមុខងារភ្ជាប់សំឡេងពី speaker មួយទៅ speaker មួយដោយមិនបាច់ប្រើសារដែលធ្វើឲ្យ speaker ទាំងពីរមានសំឡេងស្មើគ្នាបានល្អបង្កើតបានជាសំឡេង stereo មួយយ៉ាងពីរោះសរុបជារួមមកចំណុចទាំងនេះគ្រាន់តែជាចំណុចខ្លះៗដែលបានបំពាក់លើ speaker BKK B51 តែប៉ុណ្ណោះបើបងប្អូនចង់ដឹងកាន់តែច្បាស់បងប្អូនអាចអញ្ជើញមកតេស្តផ្ទាល់ជាមួយនឹងខ្ញុំបាទនៅហាង Limtree Electronics ឬក៏បងប្អូនអាចសាកសួរព័ត៌មានបន្ថែមបានទៅលើ page ផ្លូវការរបស់ក្រុមហ៊ុន Limtree Electronics